មហារាជឈាមក៏ជាប្រភេទដែលធ្វើឲ្យស្លេកស្លាំងដែរប៉ុន្តែមហារាជឈាមវាប៉ះពាល់ទាំងក្មេងទូទៅមានន័យថាគ្រប់អាយុមិនគិតអាយុទេណាតែក្មេងនៅទូចកម្រឃើញមានរោគសញ្ញាណាមានដែរតែកម្រមែនតើអូខេក្មេងទូចមានន័យថាទារកជាទារកទីអីមិនអត់សោះឯមានតែដល់ក្មេងធំច្រើនឃើញក្មេងចាប់ពី1ឆ្នាំទៅប៉ុន្តែចាប់ពី1ឆ្នាំទទួល10ឆ្នាំអូខេសាប៊ូដែលអាសាសាប៊ូឃើញដែរណាក្រោម1ឆ្នាំក៏មានចាប់ពី10ឆ្នាំទៅក៏មានវាមានរូបប្រភេទខ្លះធំខ្លះអត់ឈឺទេពីក្មេងនៅជាកូនក្មេងមកធំមនុស្សធំយើងអញ្ចឹងឯងបានឈឺក៏មានដែរឃើញទេអញ្ចឹងវាអត់ប្រកាន់អាយុទេវាអត់មានប្រកាន់អាយុវាអត់មានប្រកាន់ភេទទេអានឹងដូចគ្នាឈឺដូចគ្នាឈឺកើតឡើងដោយខ្លួនឯងអត់ដឹងទេអត់ដឹងមូលហេតុគេថាអត់ដឹងមូលហេតុ unknown cause តែគេទោះបីគេដាក់ថាមិនដឹងមូលហេតុក៏ដោយប៉ុន្តែគេថាមានកត្តាបង្កខ្លះដែរអូខេវាមិនមែនជាមូលហេតុទេប៉ុន្តែវាជាកត្តាបង្កសំខាន់មួយគឺការបំរែបំរួល gene នេះឯងពូជ gene genetic អូខេ genetic mutation ប្រែមកថាការបំរែបំរួល gene ព្រួតខ្លួនគាត់តែម្ដងឃើញខ្លួនឯងអត់មានអ្នកណាឥទ្ធិពលពីខាងក្រៅមានស្អីខ្លះទៅ environment អញ្ចឹងណាបរិស្ថានមានជាតិ pollution ច្រើនរោងចក្របញ្ចេញជាតិពុលច្រើនឧទាហរណ៍អញ្ចឹងឃើញទឹកកខ្វក់ច្រើនអានោះសុទ្ធតែ environment ទាំងអស់ការប្រើប្រាស់សារធាតុឱសថមួយចំនួនវាភ្ញូចអញ្ចឹងដែរអូខេមកធ្វើប្រែប្រួលហើយនឹងការប្រឈមជាមួយនឹងសារធាតុគីមីឧទាហរណ៍ថ្នាំពុលថ្នាំអីក៏អាចធ្វើមានការបំរែបំរួលដែរនេះគ្រាន់តែជាកត្តាប្រឈម risk គេថាវាអាចភ្ញូចឬជំរុញឲ្យកើតជំងឺមហារីកទាំងអស់ហ្នឹងអូខេតែមិនមែនមានន័យថាឲ្យទៅប្រឈមទាំងអស់ហ្នឹងអញ្ចឹងកើតទាំងអស់ហ្មងបើសិនណាជាមូលហេតុកើតទាំងអស់ហ្មងអ្នកដែលបានរងគ្រោះដោយសារសារជាតិគីមីចុងក្រោយមកគាត់កើតមហារីកទាំងអស់អាហ្នឹងគេថាមូលហេតុមែនទេតែនេះគាត់ប្រឈមពុកមានខ្លះក៏អត់ដែរបើគាត់ថាបើប្រៀបធៀបទៅនឹងបន្លំគេកន្លែងហ្នឹងម្ដុំហ្នឹងជាមួយនឹងកន្លែងផ្សេងដែលគេស្អាតកន្លែងហ្នឹងសម្បូរកើតអាចងាយនឹងកើតជាងគេយល់នេះហ្នឹងឯងអាហ្នឹងគេហៅថាប្រឈមឯងមិនមែនជាមូលហេតុទេពាក្យហ្នឹងគឺជាពាក្យមួយដែលមិនដឹងមានប្រវត្តិពីកាលមកខ្ញុំក៏មិនដឹងដែរយល់ទេប៉ុន្តែប្រហែលជាគាត់ចង់សម្ដៅលើជំងឺមហារីកហ្នឹងឯងមហារីកឈាមណាដោយសារថាឃើញនៅពេលដែលកើតជំងឺមហារីកគឺចាប់ពេលនោះគឺក្របឈាមសឡើងច្រើនហើយក្របឈាមក្រហមធ្លាក់ចុះអញ្ចឹងគឺថាប្រហែលជាអសរស៊ីក្រហមបើគិតទេណាដូច្នេះបានជានាំគ្នាប្រើពាក្យហ្នឹងអញ្ចឹងពាក្យហ្នឹងមិនចូលនិយមន័យអីត្រឹមត្រូវទេអញ្ចឹងណាអញ្ចឹងការដែលមិនទាំងអស់ទេប៉ុន្តែក៏កណាឃើញអញ្ចឹងគ្រូពេទ្យគឺគេសង្ស័យកណាគេសង្ស័យគេត្រូវធ្វើការសិក្សាបន្ថែមឬនឹងមានតេស្តផ្សេងៗទៀតដើម្បីគេហៅថាអះអាងឬក៏ confirm អូខេមានគេហៅថាការលាប់ឡើងវិញអូខេការលាប់មានន័យថាការព្យាបាលហ្នឹងវាធ្វើឲ្យលាប់ឡើងវិញក្នុងរវាងប្រហែលឆ្នាំអញ្ចឹងណាឧទាហរណ៍ថា3ឆ្នាំទៅ5ឆ្នាំគេត្រូវតាមមើលរហូតដែរអូខេហើយនឹងទី2វាអាស្រ័យទៅនឹងប្រភេទនៃជំងឺមហារីកឈាមកូនក្មេងជំងឺមហារីកឈាមខ្លះស្រួលមើលទេគេចែកជាកម្រិតរបស់វាអូខេអាកម្រិតស្រាលមធ្យមធ្ងន់អូខេអាធ្ងន់មែនតើមើលមិនបានទេអូខេគឺស្លាប់ជារួចទេអញ្ចឹងណាយល់ទេអញ្ចឹងហើយអាខ្លះកម្រិតណាខ្លះមើលបានប៉ុន្តែប្រឈមជាមួយនឹងលាប់ឡើងវិញក្រោយពីបញ្ចប់ការព្យាបាល5ឆ្នាំមួយទៅអញ្ចឹងហើយបើអាខ្លះអត់ទេមើលឲ្យជារហូតមួយជីវិតជាគ្មានបញ្ហាប៉ះពាល់សុខភាពអីទេអូខេហ្នឹងហើយគាត់ថាវាមានអត់សោះវាមានប្រឈមខ្លះដែរអញ្ចឹងណាគេព្យាយាមជីតាមដែលអាចធ្វើទៅបានឧទាហរណ៍ថាតេតងជាមួយនឹងការបង្កកំណើតក្មេងប្រុសអញ្ចឹងណាវាអាចប្រឈមជាមួយនឹងការថយចុះនៃការបង្កកំណើតនៅពេលគាត់រៀបការរៀបអីចឹងអូខេអាហ្នឹងក៏ប្រឈមខ្លះអញ្ចឹងដែរ